ការបាត់បង់គឺជារឿងគួរឲ្យខ្លាចណាស់ព្រះពរទោះជាព្យាយាមធ្វើតាមរាជបន្ទូលដែលត្រាស់ជាមួយខ្ញុំម្ចាស់ថាការបាត់បង់ជារឿងរបស់ធម្មជាតិគ្មានអ្វីដែលនៅជាមួយយើងរៀងរហូតក៏ដោយនៅពេលណាដែលពួកឯងគ្មានមនុស្សការពារក្បាលពេលនោះឯងនឹងបានដឹងថាខ្យល់មាត់របស់មនុស្សមានធ្ងន់ធ្ងរជាងខ្យល់ព្យុះរាប់សិបដងស្លាប់ហើយស៊ីរបស់ចវាយនាយបែបនេះដល់របៀបណាទៅនាងខ្ញុំគេហើយអ្នកណាខ្ញុំគេហៅឯងនឹងហើយពេលនេះអស់សម្ដេចរាជទាយាទហើយនាងនៅធ្វើជាខ្ញុំបំរើដូចដើមបើសិនជាគ្មានអីនឹងគ្នាទេតើពួកឯងធ្វើឲ្យអាម៉ាស់មុខបែបនេះដែរទេថោកទាបណាពួកនាងបិទមាត់ឲ្យចេញទៅហេតុអីបានស្នេហាមានតែមនុស្សប្រុសនិងមនុស្សស្រីចុះមនុស្សស្រីនិងមនុស្សស្រីស្រឡាញ់គ្នាវាខុសត្រង់ណាទៅខ្ញុំគ្រាន់តែជាអ្នកលេងល្ខោនតើស្អប់ធ្វើអីទៅខ្ញុំត្រូវការឲ្យប្រជុំជាប្រជុំដូចដើមព្រោះខ្ញុំក៏មានអារម្មណ៍ជាមួយប្រជុំមិនខុសពីប្រជុំមានអារម្មណ៍ជាមួយខ្ញុំដែរពុកខ្លាញ់ដូចតែពុកធ្លាប់ខ្លាញ់ដូច្នេះទើបហៅខ្ញុំមករហូតអ្វីដែលពុកមិនចូលចិនដូច្នេះកុំធ្វើលោកព្រះចេនអភិបាលបញ្ជូនមនុស្សមកការពារនាងមែនទេនាងខំប្រកាសជាយល់ព្រមជាមួយលោកព្រះនោះហើយបើសិនជាព្រះអង្គទ្រង់ជួយចរចាឲ្យនាងខំបែបនេះលោកព្រះប្រកាសជាមានគ្រួសារឆាប់នេះជាមិនខានទេបើយើងមិនអាចបោះបង់គេបានទេយើងទុកគេក្នុងចិត្តទៅប្រសើរជាងមានជីវិតរស់បន្តដោយគ្មានគេនឹងក្តីសុខរបស់យើងមិនចាំបាច់ដូចអ្នកដទៃក៏បានយើងមានជីវិតរបស់យើងហើយជីវិតយើងគឺខុសប្លែកពីអ្នកដទៃហើយយើងក៏មិនចង់ឲ្យអ្នកដទៃមកពាក់ព័ន្ធជាមួយជីវិតរបស់យើងដែរយើងធ្វើគ្រប់យ៉ាងដើម្បីសង្ឃឹមថាឯងទាំងពីរនាក់ធ្វើរឿងដែលគួរធ្វើនោះគឺមនុស្សស្រីយើងវាត្រូវតែបានគឺការដែលធ្វើលើសពីប្រពន្ធត្រង់ក៏ច្បាស់ហើយមែនទេប្រមេដែលទទួលអ្នកអង្គម្ចាស់ហាមុខមកនៅទីនេះវាទាំងពីរគឺត្រូវគេនិយាយថាស្រីស្រឡាញ់ស្រីគ្នាឯងណាបើពួកគេទាំងពីរដោយឯងនិយាយមែននោះយើងនឹងមានអ្នកដាក់ទោសគេពីរអ្នកនោះដោយខ្លួនឯងរឿងម្ចាស់ស្នេហ៍ឋានសួគ៌ឆាប់នេះមាននៅក្នុង FSN Drama តែមួយគត់